តែយើងគួរធ្វើមិនយើងគួរតែកាត់អាហារកែច្នៃចោលឬក៏ព្យាយាមកាត់បន្ថយអាហារកែច្នៃពួកមីកញ្ចប់នំកញ្ចប់ក្មេងៗតែញ៉ាំដែលគេច្រកកញ្ចប់ដែលគេដាក់កំប៉ុងដែលគេដាក់ប្រអប់អីហ្នឹងភេសជ្ជៈផ្អែមទឹកក្រូចកំប៉ុងភេសជ្ជៈបើកម្លាំង soft drink មួយប្រភេទទៀតគឺពពួកប្រហិតតែយើងតែញ៉ាំណាប៉ះសាច់ក្រកអី hot dog គេលក់អីអស់ហ្នឹងខ្ញុំដាក់រូបឲ្យមើលរៀបរាប់អត់អស់ទេក៏សិតតែជាអាហារកែច្នៃដែរបងអូនទិញពីគេស្រាប់គឺយើងអត់ដឹងថាគេដាក់អីខ្លះនៅក្នុងហ្នឹងទេមួយទៀតឬជាច្រើនដងដែលឃើញក្រសួងសុខាភិបាលចុះទៅចាប់អីចឹងទៅឃើញមានដាក់បូរ៉ាក់ដាក់អីចឹងណាសារធាតុគីមីផ្សេងៗឲ្យសាច់នឹងស្វិតឲ្យសាច់នឹងមើលទៅល្អអីចឹងទៅអញ្ចឹងគឺវាអត់ល្អសម្រាប់សុខភាពទេហើយយើងនាំគ្នាញ៉ាំអាហារស្រស់ដូចជាពពួក whole food នេះគេបន្លែស្រស់សាច់ស្រស់ទិញយកមកធ្វើម្ហូបទិញយកមកធ្វើអីខ្លួនឯងហ្នឹងគឺអាហ្នឹងឯងរបស់ស្រស់ហ្នឹងគឺល្អសម្រាប់សុខភាពយើងជាងរបស់កែច្នៃដែលងាយទិញមកញ៉ាំស្រាប់ហ្នឹងនៅខ្មែរយើងគឺភាគច្រើនយើងនៅញ៉ាំអាហារស្រស់ច្រើនជាងនៅបរទេសបាទ